រឿងមហាចៅនៅទល់ដែនវគ្គទី7បាត់កូននាងទេវីនិងនាងភួងបានបីបាច់រក្សាកូនស្រីយ៉ាងម៉ត់ចត់នាងទាំងពីរបានដាក់ឈ្មោះកុមារីថាបុទុមរាល់ថ្ងៃទេវីអោបក្រសោបនាងបុទុមជាប់នៅនឹងដើមទ្រូងធីតាពុំឲ្យបុត្រីកំព្រានេះយំមួយវ៉ាស់បានឡើយនាងតែងបំពេកែវជាបុត្រីឲ្យគេងលក់ស្កប់ស្កល់រាល់ថ្ងៃដោយបានបំបើស្រីឲ្យបានឆ្អែតឆ្អល់ជានិច្ចនាងតែងបបោះអង្អែលកូនក្រែងមានសត្វស្រមោចសង្អាខំនាងថើបស្រីជាបុត្រភ្ងាជីវិតនាងនិងជីវិតកុមារីរួមចូលគ្នាជាធ្លុងមួយដែលវិញគ្នាយ៉ាងត្របាញ់អស្ចារ្យបុត្រីនេះជាព្រលឹងរបស់ធីតាក្នុងរូបដ៏តូចច្រឡឹងនេះទេវីហាក់មើលឃើញជីវិតនាងបន្តសង្ខារទៅមុខទៀតបុត្រីនេះហើយជាថ្នាំទិព្វមួយដែលរំសាយទុក្ខបំភ្លេចសេចក្តីព្រួយរបស់នាងរួចធ្វើឲ្យរស់រានតទៅកុមារីចេះញញឹមយ៉ាងស្រស់ប្រឹមប្រៃហើយកែវចេះឆ្លើយឆ្លងបន្តិចនឹងនាងដែលជាហេតុរឹតតែឲ្យនាងស្រឡាញ់ថែមទៀតអោសេចក្តីស្នេហានៃមេដាចំពោះបុត្រគ្មានវត្ថុក្នុងនាលោកនេះអាចប្រៀបធៀបបានឡើយតាំងពីបានបុត្រីកំសត់នេះមកនាងទេវីកើតទុកតែនាងសប្បាយយ៉ាងអនេកនាងកើតទុកក្នុងសង្គមព្រោះនាងព្រាត់ប្រាសឪពុកព្រាត់ប្រាសប្តីសម្លាញ់ម្យ៉ាងទៀតព្រោះកាមាជាមនុស្សដែលបានមកយាយីដល់រូបនាងរាល់ពេលវេលារហូតបណ្ដេញនាងឲ្យចេញអំពីភូមិឋានផ្ទះសម្បែងនាងសប្បាយព្រោះក្នុងសង្គមដដែលនេះអរុណមួយថ្មីរះក្នុងជីវិតនាងគឺនាងបុទុមតែមួយនេះមែននាងសប្បាយមែនសប្បាយប្រហែលលើសអស់មេដាទាំងពួងណាមួយកុមារីប្រកបដោយសុខភាពបរិបូរណ៍មានសំណើចសើចចិញ្ចាចមានសាច់សស្អាតមានសម្ដីរអាក់រអួលបន្តិចផងគួរជាទីស្នេហាប្រកបបុទុមបានមួយខែហើយថ្ងៃនេះនាងទេវីបំបើបុត្រីនាងដាក់កូននៅក្នុងអង្រឹងរួចមេដាកំសត់ដេកយល់កូនដែលលក់ស្កប់ស្កល់មិនយូរប៉ុន្មាននារីជាមេដាក៏លងលក់ទៅជាមួយកូនដែរស្រីយល់សពឃើញមេនន់ជាប្តីនាងមកអោបក្រសោបនាងធីតាយំដោយរលឹកប្តីខ្លាំងពេកទេវីលងលក់ស្កប់ស្កល់ក្នុងដំណេកលុះដល់នាងភ្ញាក់ដឹងខ្លួនឡើងព្រះសូរិយាជ្រាលជ្រេណាស់ទៅហើយនាងទាញអង្រឹងយល់បុទុមជាបុត្រីតែអ្វីក៏ដូច្នេះអង្រឹងទ្រង់ស្រាលស្ងើកឈរវីក្រោកឡើងដោយគេកន្ត្រាក់បាត់បុត្រីទៅណាហើយកែវកូនអើយកែវល្អស្ទុះចេញទៅក្រៅហៅមីងភួងតែខាងក្រៅស្ងាត់ឈឹងយាយភួងទៅផ្សារពុំទាន់មកផងនាងនឹកថាប្រហែលជាយាយភួងមកលើកកូនយកទៅមុជទឹកឯស្ទឹងហើយស្រីរត់ទៅរកស្ទឹងតែគ្មានឃើញអ្វីសោះនាងសួរអ្នកឯទៀតដែលនាងបានជួបប្រទះថាឃើញអ្នកណាមកយកកូនខ្ញុំទេគេឆ្លើយថាទេយ៉ាងណាដូច្នេះនាងទេវីកំសត់ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផងនាងក៏រត់ទៅសួរអ្នកជិតខាងទៀតនារីឆ្លេឆ្លាបីដូចមេមន់រកពងមុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែលមិនយូរប៉ុន្មានមនុស្សក្នុងភូមិជួយឆោឡោរកបុត្រីរបស់នាងទេវីនាងភួងមកដល់ទៀតក៏ជួយរកទៀតទឹកភ្នែកហូរសស្រាក់នាងទេវីស្រែកទ្រហោយំថាអោម្ចាស់ថ្លៃអើយលោកអ្នកណាយកកូនខ្ញុំទៅខ្ញុំលងដំណេកភ្ញាក់ឡើងស្រាប់តែបាត់កូនអោអ្នកណានោះអីក៏ចិត្តអាក្រក់ម្លេះលួចអីមិនលួចកូនខ្ញុំកូនទៅតែបានមួយខែថ្ងៃនេះផងអោតើនាងបានអីបៅតើគេយកថ្លៃទៅសម្រាប់ចោលឬអ្វីកូនទៅបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានថ្ងៃផងស្រាប់តែវិនិច្ឆ័យទៅវិញនាងពុំទាន់ចេះនិយាយចេះគិតគូរផងស្រាប់តែបាត់ទៅអោលោកអ្នកណាអើយជួយកូនខ្ញុំផងខ្ញុំស្លាប់ក្នុងពេលនេះជាប្រកាសហើយពូមីងអើយជួយយោងជីវិតខ្ញុំផងខ្ញុំគ្មានទ្រព្យធនអ្វីទេខ្ញុំមានតែកូនមួយនេះនាងទេវីដើរបណ្ដើរយំបណ្ដើរពីផ្ទះមួយទៅផ្ទះមួយរៀបរាប់សពគ្រប់អ្នកផងដែលស្ដាប់ក៏ជួយយំផងគ្រប់គ្នារាត្រីក៏ដណ្ដប់ពិភពលោកធ្វើឲ្យងងឹតស្លុងនាងទេវីរឹងរិតតែខ្លោចផ្សារទៅទៀត
នាងដើរពេញភូមិសួរគេដោយពុំឃើញនាងក៏ដើរទៅដល់ព្រៃក្រោយផ្ទះត្រជាប្រុងស្ដាប់ក្រែងលឺសូរមាត់កូនយំស្រីអុចចន្លោះឈូលក្រោមគុំផ្កាតាមគីនរបងតាមរូងរន់ផ្សេងក្រែងអ្នកណាយកកូននាងទៅលាក់នៅទីនោះធីតាយកឈើមួយកំណាត់ដើរវែកព្រៃរបស់ទាំងពួងដើម្បីឲ្យកូននាងភ្ញាក់ឡើងយំឡើងឲ្យនាងបានឮសំឡេងនិងអាលនាងបានទៅលើកអោបកូននោះមកវិញកល្យានបានចែវច្រវាទៅគោក្នុងដងស្ទឹងក្រែងមានអ្នកណាយកកូននាងទៅចោលក្នុងទឹកនាងលួចសម្លឹងដីណាថ្មីក្រែងគេកប់កូននាងលុះដល់កូនដំបូកណាមួយធីតាឡើងលើដំបូកនោះក្រែងបានឮសូរនិងបានឃើញកូននាងកន្លែងត្រង់ណាខ្មៅស្រទុំគួរសង្ស័យនាងរកចូលទៅខំកកាយវែកញែករកបតុមកូនសម្លាញ់រាត្រីកន្លងទៅបុត្រីនាងនៅតែបាត់ដដែលថ្ងៃមួយមកជំនួសរាត្រីសង្វេគនេះទៀតស្រីនៅតែដើររកកូននាងទឹកភ្នែកដែលហូរឈប់ហូរអស់រលីងនៅតែទឹកចិត្តទេដែលហូរតទៅទៀតថ្ងៃមួយទៀតកន្លងមកពីរថ្ងៃទៀតកន្លងមកគ្មានលេចឮដំណឹងអ្វីមួយពីបុត្រសង្សារនាងសោះអោស្ងាត់អ្វីក៏ស្ងាត់ម្លេះនាងទេវីអស់សង្ឃឹមនាងពុំដេកពួនសោះដោយអស់កម្លាំងខ្លាំងពេកមេដាទូរគតចូលតម្រេតខ្លួននៅលើគ្រែនាងភួងដែលអស់កម្លាំងខ្លាំងដូចគ្នាកាលនាងនឹកទៅដល់បុត្រីនាងឃើញមុខបុត្រីកល្យាននៅតែនឹងភ្នែកមុខមូលក្រឡង់ញញឹមស្រស់ស្រីមើលទៅឆ្វេងស្រមៃឃើញកូនកំសត់មើលទៅស្ដាំក៏ឃើញរូបកូនមើលទៅលើតុក៏ហាក់ឃើញកូនមើលគ្រប់ទិសក៏ឃើញកូនជាដរាបរូបកូនបែងចែកគ្រប់ទិសានុទិសធីតាឆោងដៃចាប់កូនក៏ថយទៅនាងដើរតាមកូនថយទៅទៀតនាងថយមកវិញកូនក៏ដើរតាមមកស្រីអង្គុយសំពះឲ្យកូននៅឲ្យស្ងៀមមួយកន្លែងរួចសាយក្រហាញមករកនាងវិញអោរកកម្មចិត្តអ្វីម្លេះទេធីតារមូលអស់ទាំងខ្លួនធីតាចិត្តតែនឹងទៅជាឈួតទៅហើយកែវវលៈដើរមួយទៅយកកំបិតស្នេតមកកាន់ថើបអាវុធពីក្រៅស្រោមអោបអាវុធជាប់នឹងទ្រូងសើចដាក់អាវុធរួចនាងក៏យំដាក់អាវុធរួចទឹកភ្នែកក៏ស្រក់តក់មួយនាងហូតកំបិតចេញពីស្រោមនាងយកមេដៃស្ទាបមុខកំបិតនាងមើលចុងកំបិតអោកំបិតមុតមែនចុងស្រួចស្រីកំសត់និយាយតិចថាថ្ងៃនេះខ្ញុំផុតអស់ទុក្ខហើយកំបិតនេះជាមិត្តជាទីអវសានរបស់ខ្ញុំកំបិតនេះជាថ្នាំដែលស្រាយចំណងឲ្យខ្ញុំមានសេរីភាពពិតក្នុងវដ្តសង្សារជីវិតមនុស្សហាក់វេទនាណាស់មានតែទុក្ខគ្មានសុខមែនធីតានឹកឡើងទៀតថាតើរស់នៅធ្វើអ្វីបើចិត្តបើថ្លើមស្លាប់អស់ទៅហើយទេវីថើបចុងកំបិតហាក់ដូចជាស្រឡាញ់ណាស់នាងយកដៃបេះលេវអាវរួចមើលទៅចុងដង្ហើមខ្លួននាងយកចង្អុលដៃចុចចុងដង្ហើមនាងនេះដើម្បីរកមើលកន្លែងដែលចុងកំបិតត្រូវលូកទៅកញ្ញាលុតជង្គង់សំពះអស់ទេវតាសូមកុំឲ្យយកទោសនាងនឹងសម្លាប់ខ្លួនក្នុងពេលនេះហើយចុងកំបិតក៏ចុចលើចុងដង្ហើមគ្មានបងអង្គស្រីប្រាថ្នាថាកើតជាតិណាកុំឲ្យមានទុកដូចជាតិនេះទៀតកំបិតស្នេតរុញទៅមុខស្រាប់តែអ្នកស្រុកម្នាក់ស្ទុះចូលមកពីក្រោយនាងស្រែកយ៉ាងរីករាយថាខ្ញុំទៅបានដំណឹងមួយថាលោកមេតបមេណន់ពុំទាន់ស្លាប់ទេនាងទេវីលួចលាក់កំបិតដ៏មុតថ្លានោះសៀតនៅចង្កេះបង្កប់នៅក្នុងអាវដែលនាងបិទលេវវិញយ៉ាងស្រួលបួលកែវបែរយ៉ាងស្ងួតមករកពូនោះពូដឹងមកពីណាយីអាសូរវាមកដល់ហើយនាងហាក់បានកើតម្ដងទៀតនាងសើចទាំងទឹកភ្នែកកាលណាបានបងមកដល់អាសូរវាថា3ថ្ងៃទៀតម្ដេចបងមិនមកថ្ងៃនេះថាចាំរៀបតបហែកក្បួនឲ្យបានសង្ហាបន្តិចខ្ញុំត្រេកអរណាស់ពូអោពូអើយខ្ញុំផុតទុកអស់ហើយប្អូនសូមអោពូអញ្ជើញទៅវិញហើយបាទហេតុតែសំណាងនាងចាអរគុណពូណាស់អញ្ជើញចោះនាងទេវីរីករាយយ៉ាងក្រៃលែងនឹងដំណឹងនេះនាងរត់ទៅប្រាប់នាងភួងដែលអកខិបកខប់នាងទៅមុជទឹកលុបលាងកាយដោះសាប៊ូលាបល្មៀតយ៉ាងស្អាត
បើជនណាដែលពុំស្គាល់នាងមកជាចាត់ថានាងនៅក្រមុំមិនខានចំនួនយូរខែមកហើយនាងពុំដែលតបតែងខ្លួនសោះទៅតែថ្ងៃនេះនាងហៅយាយភួងមកសិតសក់ឲ្យនាងឲ្យជួយលាបម្សៅនាងឈើវីញញឹមដោយឃើញថានាងនៅតែល្អស្រស់ដដែលសំណាចនាងធ្វើឲ្យឃើញថ្មិញសស្គុះធីតាពាក់អាវល្អសម្ពុតល្អនាងបេះផ្កាមកចងជាបូដាក់ពាក់នៅលើសក់នាងប្រុងខ្លួនចាំទទួលប្តីដែលនាងនឹកជាយូរមកហើយប្តីដែលជាគូកំសត់ប្រត់យូរខែមកហើយប្តីដែលស្រឡាញ់នាងវិញយ៉ាងពេញចិត្តមាននវីនឹកថានាងត្រូវតបតែងខ្លួនកុំឲ្យធំឆ្អេះឆ្អាបទៅលើប្តីដែលរលឹកនាងដែរ3ថ្ងៃទៀតមុខជានាងបាននិតនៅជាប់នឹងដើមទ្រូងប្រុសសម្លាញ់នេះហើយគឺនឹងបាននិយាយរៀបរាប់ប្រាប់អំពីទុកនាងប្រាប់ការកំព្រាដែលនាងបានឆ្លងរួចមកប្រាប់អំពីកំណត់បុត្រីប្រាប់អំពីបុត្រីមកដល់ត្រង់នេះនាងទេវីហូរទឹកភ្នែករហាមវិញសេចក្តីសប្បាយទាំងប៉ុន្មានក៏រត់ចេញអំពីចិត្តនាងសេចក្តីរីករាយរបស់នាងហាក់របេះមួយម្ដងធ្លាក់ទៅក្នុងរណ្ដៅយ៉ាងជ្រៅមួយស្រីនឹកថាបើបុត្រីជាទីស្នេហានៅម្លេះសំបានពោបុត្រីនេះទៅបង្ហាញប្តីឲ្យប្តីថើបបុត្រីនេះផងតែឥឡូវដៃនាងទទេនាងហាក់ស្រាលខ្លួនស្ងើកក្នុងពេលថ្ងៃនេះធីតាប្រឹងរៀបចំផ្ទះសម្បែងបោសសម្អាតដោះខាត់វត្ថុនានាខាត់តបតែងយ៉ាងអឡារឹករួចចាត់ការទិញម្ហូបអាហារធ្វើនំទុកចាំប្តីមានទិញចានល្អទុកសម្រាប់ដាក់ឲ្យស្វាមីបរិភោគអាហារនិងទិញកន្ទេលថ្មីឲ្យអ្នកប្រុសសម្រាននាងចេះតែនឹកឃើញចំណុចឯទៀតជាច្រើនណាស់តែនាងពុំអាចនឹងធ្វើតាមចិត្តដែលនាងនឹកឃើញបានទាំងអស់នោះឡើយព្រោះស្រីក្រណាស់គំនិតនីមួយដែលដោះលេចឡើងក្នុងវិញ្ញាណរបស់នាងក្នុងពេលនេះគឺដោះលេចមកឯងរួចគំនិតនីមួយជាសន្តានចិត្តនាងដែលស្មោះចំពោះលើស្វាមី